លោកពូគាត់មានការឈឺនៅកែងដៃចឹងគាត់ពិបាកពិសេសពេលបត់ហើយនឹងសន្ធឹងដៃយើងធ្វើអេកូសាសទៅយើងឃើញមានទឹកដក់នៅក្នុងសន្លាក់នៃកែងដៃរបស់គាត់រវាងឆ្អឹងកំពូលដៃរបស់គាត់ជាមួយនឹងឆ្អឹងចុងនៃឆ្អឹងដើមដៃរបស់គាត់យើងឃើញមានទឹកដក់ចឹងយើងធ្វើការវាស់វែងទៅមានទឹកហ្នឹងហ្នឹងហើយជាការលលាក់នៃសរសៃពោះហើយនឹងសន្លាក់នៃឆ្អឹងកែងដៃរបស់ពោះបន្ទាប់ពីព្យាបាលចាក់ថ្នាំចូលហើយចូលរួចហើយណាពូបង្ហាញកែងដៃតិចណាបាទទៅពីយើងចាក់ថ្នាំចូលរួចហើយបាញ់ថ្នាំរួចហើយយើងអេកូរួចយើងបាញ់ថ្នាំរួចហើយឥឡូវនេះពូក្រោយបាញ់ឥឡូវពូធ្វើចលនាយ៉ាងម៉េចដែរដូចបាត់ឈឺដូចមុននេះអត់ដូចបើដូចមុនគិនតែលើកប្រហែលនិយាយឈឺដល់នេះអត់ពូធ្វើទៀតមិនចលនាបាទអត់អីអត់អីណាបាទអញ្ចឹងពូស្អំតកឲ្យបានជាប់បាន3ថ្ងៃទេណាហើយផ្អាកការងារលើកធ្ងន់កែងដៃហ្នឹងគឺបាទទៅពីមួយទឹកមកការជាចាត់នឹងថយរហូតដល់អាចដល់ខែពូនឹងអាចល្អប្រសើរបាន90%ឡើងណាបាទតែប៉ុណ្្នឹងឯងបាទអញ្ចឹងអរគុណណាពូបាទមកលើកម្ដងទៀតណាលើកថតនេះអត់អីអត់អីណាលើកអត់ឈឺខ្លាំងមុនលើកតែថតនិយាយឈឺដល់ទុកនិយាយថាបើលើកថតទៅនោះឈឺបាទនេះអត់អីយើងក៏អាចធ្វើការសិក្សាអំពីជំងឺរបស់សុដន់ដែរដូចជាដុំសាច់ដូចជាដុំគិស